សួស្តីបងប្អូនធីមបងប្អូនណាខ្លះក៏ចូលចិត្តញ៉ាំម្ទេសឆាអញ្ចឹងបងប្អូនថ្ងៃនេះខ្ញុំនឹងមកបង្ហាញបងប្អូនពីរបៀបធ្វើម្ទេសឆាឲ្យឆ្ងាញ់ណាបងប្អូនហើយទុកបានយូរជាដំបូងនេះបងប្អូនខ្ញុំមានម្ទេសចំនួនប្រហែលជា1គីឡូខ្ញុំយកទៅដាំទឹកឲ្យពុះហើយខ្ញុំស្រុះវាបងប្អូនមកពុះហើយបងប្អូនហើយខ្ញុំដាក់ឲ្យវាស្រស់ទឹកខ្ញុំយកវាមកកិនបងប្អូនហើយម្ទេសនេះហឹរណាស់បងប្អូនមិនមែនហឹរធម្មតាទេគឺមេម្ទេសហ្មងអត់ដូចម្ទេសដៃនាងទេណាបងប្អូនម្ទេសនៅនេះខ្លាយអញ្ចឹងហឹរម្ទេសស្រស់នឹងខ្ញុំកិនយកដូចថាមិនម៉ត់ពេកណាបងប្អូនប្រហែលប៉ុណ្្នឹងហើយកិនសិនក្រោយរៀងអត់ឲ្យម៉ត់ពេកទេអញ្ចឹងខ្ញុំលាយចូលគ្នាបន្ទាប់ខ្ញុំកិនម្ទេសខ្ញុំទុកម្ល៉េះហើយខ្ញុំកិនខ្ទឹមសបងប្អូនខ្ទឹមសនោះប្រហែលជា5មើមធំណាខ្ញុំកិនដូចគ្នាអញ្ចឹងកិនវាហើយបន្ទាប់មកខ្ញុំដាក់ខ្ទះឲ្យក្តៅដាក់ខ្លាញ់បំពងខ្ទឹមដែលខ្ញុំកិនហ្នឹងខ្ញុំកិនវាឡើងឈ្ងុយដូចថាខ្ញុំកិនវាហើយខ្ញុំដាក់យកទៅឆាឡើងឈ្ងុយមកល្មមអត់ឲ្យក្រហមពេកទេណាបងប្អូនមកឆ្អិនខ្ទឹមខ្ញុំចាក់ម្ទេសនេះចូលហើយចាក់ម្ទេសនេះចូលបងប្អូនបញ្ជាក់ថាបើសិនជាបងប្អូនធ្វើម្ទេសឆ្អិនអាចទុកបានយូរបងប្អូនបើសិនជាបងប្អូនធ្វើម្ទេសឆៅវាអាចដុះផ្សិតហើយទុកឲ្យបានយូរបងប្អូនអញ្ចឹងក្នុងឆាម្ទេសនេះខ្ញុំទុកបានយូរដោយសារខ្ញុំអត់ប្រើស្ករច្រើនអត់ប្រើប៊ីចេងច្រើនខ្ញុំប្រើតែអំបិលហើយនឹងប៊ីចេងតែបន្តិចហើយនឹងស្ករតែបន្តិចអត់ឲ្យច្រើនពេកទេបងប្អូនបើកាលណាបងប្អូនដាក់ច្រើនផ្អែមទៅរឿងភ្លាវទៅវាអាចដុះផ្សិតណាដាក់តែបន្តិចហើយដាក់អំបិលបងប្អូនហើយយើងអាចទុកបានយូរកុំឲ្យប្រៃពេកទេបងប្អូនមកល្មមយើងអាចដាក់កែវឲ្យទុកបានយូរហើយយើងកូរសំខាន់បងប្អូនកូរដាច់ទឹកបងប្អូនកូរដាច់ទឹកទៅទុកបានយូរម្ទេសឆាបងប្អូនត្រូវតែកូរដាច់ទឹកហ្នឹងហើយខ្ញុំកូរដាច់ទឹកអញ្ចឹងហើយខ្ញុំកូរវាទៅមកនឹងឲ្យឡើងដាច់ទឹកប៉ុណ្ណឹងបិទភ្លើងហើយឲ្យត្រជាក់ខ្ញុំលុះដាក់កែវបងប្អូនហើយវាថាឆ្ងាញ់ហើយហឹរណាបងប្អូនទុកញ៉ាំមួយកាទៀវមួយបាយស្រូបជាមួយនឹងដូចថានិយាយទៅយើងញ៉ាំបានច្រើនមុខបងប្អូនហ្នឹងហើយតែប៉ុណ្្នឹងរួចរាល់បងប្អូនអរគុណច្រើនជម្រាបលាបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនចូលចិត្តបងប្អូនអាចតាមដានមើលវីដេអូខ្ញុំក្រោយៗទៀតបាយបាយ